បាទបង្កើតគណនីថ្មីសម្រាប់លោកគ្រូអ្នកគ្រូអត់ទាន់មានគណនីបាទចុចកន្លែងចុះឈ្មោះបាទអត្តលេខមន្ត្រីវាយអត្តលេខមន្ត្រីចូលទៅបាទលេខអត្តសញ្ញាណប័ណ្ណវាយឲ្យត្រូវបាទប្រេថាទិន្នន័យទាំងពីរហ្នឹងឲ្យស៊ីគ្នាជាមួយប្រព័ន្ធទៅវាទៀងទាត់ទៅវាបង្កើតបានជោគជ័យបាទលេខទូរស័ព្ទនេះដូចគ្នាដែរបាទអ៊ីមែលនេះគឺជាអ៊ីមែលដែលបានកត់ត្រាទុកនៅក្នុងប្រព័ន្ធហើយអ៊ីមែលហ្នឹងយើងចាំ password បាទចាំ email address ដែលអាច log ចូលទៅយកកូដ OTP បានជាងខ្ញុំដាក់មកបាទមុននឹងបន្តទៅ step មួយទៀតសូមលោកគ្រូអ្នកគ្រូពិនិត្យកន្លែង email address ច្បាស់បន្តិចណាបាទបន្ទាប់មកគណនីយើងលេខសម្ងាត់បាទបញ្ជាក់ឡើងវិញមកបាទរួចហើយចុចពាក្យចុះឈ្មោះបាទពេលហ្នឹងវានឹងផ្ញើកូដ OTP ទៅចូលក្នុង email យើងខ្ញុំបើក email នេះបាទឃើញកូដ OTP បាទខ្ញុំ record ទុកសិនបាទនេះបើក email យើងមកមាននេះបាទគឺ website CPD website បាទផ្ញើកូដមកយើងយកកូដហ្នឹងមកបាទយកមកវាយចូលមកបាទហើយទៀងផ្ទាត់មកអូខេចូលបានហើយអញ្ចឹងបង្កើតគណនីបានហើយយើងលុបចូលគណនីយើងមិញមកបាទចូលគណនីបានចូលបានណាបាទចូលបានហើយអញ្ចឹងយើងអាចចូលទៅ menu បានហើយណាទំព័រដើមទំព័រឲ្យបាននេះអរគុណច្រើនវីដេអូនឹងមានតែប៉ុណ្្នឹងទេបាទខ្ញុំចាក់ចេញវិញមកបាទ